ជំរាបសួរខ្ញុំបានវិជ្ជបណ្ឌិតងិនរតនរមនីជាវិជ្ជបណ្ឌិតឯកទេសខាងសុខភាពផ្លូវចិត្តថ្ងៃនេះយើងនឹងជជែកគ្នាបន្តិចអំពីជំងឺ bipolar ជាភាសាអង់គ្លេស bipolar affective disorder មានន័យជាភាសាខ្មែរថាជំងឺប្រែប្រួលអារម្មណ៍ខ្លាំងៗដែលជាប្រភេទជំងឺផ្លូវចិត្តម្យ៉ាងដែលអាចប៉ះពាល់ទៅដល់អារម្មណ៍ទៅដល់កម្លាំងកំហែងផ្លូវកាយហើយក៏ប៉ះពាល់ទៅដល់មុខងារជីវិតរបស់បុគ្គលម្នាក់ផងដែរប្រសិនបើអ្នកឬក៏នរណាម្នាក់ដែលអ្នកស្គាល់កំពុងមាននៅវិបត្តិនៃអារម្មណ៍ប្រែប្រួលខ្លាំងក្លាវីដេអូនេះអាចផ្ដល់ជូននូវភាពច្បាស់លាស់មួយចំនួនដើម្បីឲ្យបានស្វែងយល់កាន់តែស៊ីជម្រៅអំពីជំងឺ bipolar អ្វីទៅជាជំងឺ bipolar ជំងឺ bipolar សំដៅទៅលើលក្ខខណ្ឌដែលយើងមាននៅការប្រែប្រួលអារម្មណ៍បែបខ្លាំងក្លាគឺមានពេលដែលយើងមានអារម្មណ៍ខ្ពស់ខ្លាំងពេកឬក៏មានអារម្មណ៍ធ្លាក់ចុះខ្លាំងពេកហើយវាធ្វើឲ្យប៉ះពាល់ទៅដល់គុណភាពនៃការរស់នៅឬក៏ប៉ះពាល់ទៅដល់ការបំពេញកិច្ចការងារនិងគុណភាពជីវិតជារួមតែម្ដងប៉ុន្តែយើងជាទូទៅប្រកាសជាមានពេលមួយចំនួនយើងមានអារម្មណ៍ប្រែប្រួលម្ដងសប្បាយចិត្តម្ដងពិបាកចិត្តប៉ុន្តែវានៅក្នុងកម្រិតធម្មតាចំពោះអ្នកជំងឺ bipolar មិនដូច្នោះទេអារម្មណ៍របស់គាត់គឺប្រែប្រួលហើយខ្លាំងក្លាគឺបើសិនជាឡើងគឺឡើងខ្ពស់ខ្លាំងមែនទែនហើយបើសិនជាធ្លាក់ចុះក៏ធ្លាក់ចុះខ្លាំងផងដែរហើយនោះហើយដែលគេហៅថាជាជំងឺដោយសារតែវាប៉ះពាល់ទៅដល់ការបំពេញមុខងារជីវិតរបស់ពួកគាត់តាមរយៈនិយមន័យនេះយើងអាចបែងចែកក្រុមរោគសញ្ញាជា2ក្រុមបានគឺនៅពេលដែលអារម្មណ៍របស់គាត់ឡើងខ្ពស់ខ្លាំងនិងនៅពេលដែលអារម្មណ៍របស់គាត់ធ្លាក់ចុះខ្លាំងនៅពេលដែលឡើងខ្ពស់ខ្លាំងអារម្មណ៍គាត់នឹងមានអារម្មណ៍ថាសប្បាយរីករាយហើយគំនិតបញ្ញារបស់គាត់ហាក់ដូចជារវាងរវៃមានភាពវៃឆ្លាតគាត់អាចបំពេញកិច្ចការងារបានយ៉ាងល្អអស្ចារ្យក៏ប៉ុន្តែហាក់ដូចជាខ្លាំងជ្រុលទៅវិញបើសិនជាគាត់ប្រើប្រាស់លុយកាក់គឺហាក់ដូចជាចាយវាច្រើនលើកំណត់ទិញអីវ៉ាន់ហាក់ដូចជាមិនអាចគ្រប់គ្រងបានហើយបើសិនជាចិត្តគឺអាចបែងចែកប្រកាសហ្នឹងគឺផ្ដល់ទៅឲ្យមនុស្សជុំវិញខ្លួនហ្នឹងច្រើនលើសលប់បើសិនជាកម្លាំងកំហែងក៏គាត់មានកម្លាំងកំហែងខ្លាំងក្លាដែរប៉ុន្តែទោះបីជាការគេងរបស់គាត់ហាក់ដូចជាតិចតួចមិនសូវជាគេងលក់ទេប៉ុន្តែកម្លាំងរបស់គាត់ទៅជាខ្លាំងក្លាបើសិនជាតកតងនឹងអារម្មណ៍មួយចំនួនក៏អាចមានអារម្មណ៍ឆាប់ខឹងឆាប់មួម៉ៅឬនៅក្នុងស្ថានភាពមួយចំនួនគាត់អាចមានអារម្មណ៍សង្ស័យឬបង្កើនគំនិតមួយចំនួនដែលហាក់ប្រឆាំងអំពីការពិតងាកមកចំណុចបើសិនជាគាត់មានអាការៈនៃអារម្មណ៍ធ្លាក់ចុះខ្លាំងវិញគាត់ហាក់ដូចជាស្រពាប់ស្រពោនគំនិតបញ្ញារបស់គាត់បែរជាយឺតយ៉ាវគាត់ហាក់ដូចជាមិនរីករាយឬក៏មិនចង់ចេញទៅខាងក្រៅជួបមនុស្សគាត់នៅតែក្នុងបន្ទប់មិននិយាយស្ដីហើយគាត់ចាប់ផ្ដើមលែងយកចិត្តទុកដាក់ទៅលើអនាម័យរាងកាយខ្លួនប្រាណរបស់គាត់ហើយអារម្មណ៍របស់គាត់មើលទៅដូចជាស្ងល់ស្ងាត់ក្រៀមក្រំដោយដែលបញ្ជាក់គឺនៅពេលដែលគាត់ធ្លាក់ចុះគឺធ្លាក់ចុះខ្លាំងប៉ុន្តែបើសិនជាគាត់ឡើងគឺឡើងខ្លាំងផ្នែកអារម្មណ៍របស់គាត់ភាគច្រើននៃអ្នកជំងឺ bipolar ដែលយើងជួបប្រទះគឺគាត់នឹងនៅក្នុងប្រវត្តិជំងឺរបស់គាត់ពិតណាស់គាត់នឹងប្រាប់ឬក៏តាមការសម្គាល់របស់ក្រុមគ្រួសារមានពេលដែលគាត់អារម្មណ៍របស់គាត់ឡើងខ្លាំងហើយបន្ទាប់មកវាក៏ចុះមកវិញហើយមានពេលមួយអារម្មណ៍របស់គាត់ពិតជាធ្លាក់ចុះខ្លាំងប៉ុន្តែក៏មានប្រភេទមួយចំនួនផ្សេងទៀតដែររបស់ជំងឺ bipolar ដែលក្រុមគ្រូពេទ្យរបស់យើងអាចបែងចែកនិងផ្ដល់ការព្យាបាលដែលសមស្របជូនពួកគាត់បានជំងឺ bipolar គឺជាជំងឺវេជ្ជសាស្ត្រមួយប្រភេទដែលទាក់ទងជាមួយនឹងផ្លូវចិត្តហើយយើងក៏មានការព្យាបាលដ៏ជាក់លាក់ហើយប្រកបដោយប្រសិទ្ធភាពផងដែរដូច្នេះបើសិនជាបងប្អូនមានសម្គាល់ឃើញចំពោះខ្លួនឯងឬក៏មាននរណាម្នាក់ដែលយើងស្គាល់ជាសមាជិកគ្រួសារឬក៏មិត្តភ័ក្តិហើយមាននៅរោគសញ្ញាទាំងអស់នេះសូមអញ្ជើញមកជួបគ្រូពេទ្យដើម្បីពិគ្រោះហើយយើងកំណត់នៅរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ដើម្បីឈានទៅដល់ការព្យាបាលដោយមានប្រសិទ្ធភាពនៅក្នុងករណីចាំបាច់យើងនឹងប្រើប្រាស់ថ្នាំដើម្បីសម្របសម្រួលនៅរោគសញ្ញាហើយយើងក៏ផ្ដល់ជូនផងដែរในការព្យាបាលដោយចិត្តសាស្ត្រទន្ទឹមនឹងនោះយើងនឹងធ្វើការអប់រំណែនាំទៅកាន់ក្រុមគ្រួសារឬក៏មិត្តភ័ក្តិនិងមនុស្សជុំវិញខ្លួនដើម្បីបានស្វែងយល់និងអាចផ្ដល់នៅការគ្រប់គ្រងជូនដល់អ្នកជំងឺសមស្របតាមលទ្ធភាពដែលពួកគាត់អាចធ្វើបានអរគុណចំពោះការតាមដានទេសនាសូមថែទាំសុខភាពផ្លូវចិត្តរបស់លោកអ្នកឲ្យបានល្អប្រសើរ